ក្នុងន័យនេះខ្ញុំសូមអរគុណហើយកោតសរសើរសារជាថ្មីចំពោះវិស័យឯកជនដែលចូលរួមនៅក្នុងការលើកកម្ពស់វិស័យអប់រំទាំងពីថ្នាក់បឋមរហូតដល់ឧត្តមសិក្សាឥឡូវក៏មានការចូលរួមបន្ថែមទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET នៅតាមសាលាវិជ្ជាជីវៈហើយខ្ញុំស្វាគមន៍ចំពោះការខិតខំរៀបចំបើកបន្ថែមនៅ TVET នេះនៅតាមសាលាឯកជនផ្សេងៗទៀតរួមជាមួយនឹងក្រសួងការងារដើម្បីយើងបង្កើតឱកាសរួមគ្នាបង្កើនគុណភាពបង្កើនឱកាសសមត្ថភាពឲ្យប្រជាពលរដ្ឋយើងយុវជនយើងមានឱកាសរៀនសូត្រទាំងពីរនេះបាទនេះគឺជាការបើកចំហនិងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលប៉ុន្តែធ្វើយ៉ាងណាត្រូវធានាគុណភាពសូមកុំប្រកួតគ្នាយកបរិបានសុខចិត្តបើកជាសន្សំតែរក្សាគុណភាពដើម្បីឲ្យសិស្សចេញពីសាលានីមួយៗប្រកបវិជ្ជាព្រោះអានឹងនឹងជួយសាលារយៈពេលវែងបើសិស្សចេញពីកន្លែងនឹងកាន់សញ្ញាបត្រមួយចូលទៅកន្លែងធ្វើការដូចមិនតំណងបើចេញទៅផ្នែក TVET ទៅដល់តភ្លើងផ្ទុះសេឆេះអស់មិនប្រកាសវានឹងឡងមកវិញព្រោះឱកាសសាលាជាមួយសិស្សយោងគ្នាទៅវិញទៅមកសាលាល្អឈ្មោះល្អសិស្សបញ្ចូលកម្មវិធីគ្រូល្អជួយលើកកម្ពស់សមត្ថភាពសិស្សចេញទៅធ្វើការមានលទ្ធផលល្អត្រឡប់មកវិញគឺឆ្លុះបញ្ចាំងអំពីគុណភាពនៃការអប់រំ